phía than sủa rương muối đầm ná thả miên thuê muối ai nằm mà nút phơ đầm ná láng từ cắn than sủa bần tái lúc tra tai bục cô lúc bátประพฤติល្អមានគុណធម៌ទៅគេអាចឆ្លងកាត់ទ្វារនោះបានមានក្មេងស្រីម្នាក់ដែលឮរឿងនេះភ្លាមនាងព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីឆ្លងកាត់ទ្វារនោះឲ្យខានតែបានប៉ុន្តែទ្វារឋានសួគ៌នៅតែមិនព្រមបើកទទួលយករូបនាងឡើយក្មេងស្រីតតម្រេះក៏រត់ទៅរកអ្នកយាមទ្វារម្នាក់រួចសួរថាលោកពូតើខ្ញុំធ្វើដូចម្ដេចទើបអាចឆ្លងកាត់ទ្វារឋានសួគ៌មួយនេះបានអ្នកយាមទ្វារក៏និយាយប្រាប់នាងតូចពីវិធីដែលធ្វើឲ្យទ្វារនោះរបើកលុះត្រាតែក្មួយមានកូនសោដែលអាចចាក់ចូលទៅខាងក្នុងនោះប៉ុន្តែកូនសោមួយនោះគឺទុកសម្រាប់តែអ្នកដែលប្រព្រឹត្តអំពើល្អចំពោះអ្នកដទៃដោយចិត្តស្មោះសរប៉ុណ្ណោះក្មេងស្រីតូចឮដូច្នោះក៏ប្រញាប់ប្រញាល់ធ្វើដំណើរត្រឡប់ទៅផ្ទះវិញដោយសង្ឃឹមថាខ្លួននឹងរកមធ្យោបាយរកកូនសោនោះឲ្យបាននៅតាមផ្លូវនាងបានជួបនឹងតាចាស់សំទានម្នាក់ពេលនោះនាងក៏ដាក់ទានឲ្យគាត់រួចក៏ត្រឡប់ទៅរកអ្នកយាមទ្វារជាថ្មីម្ដងទៀតដើម្បីសុំកូនសោពីគេប៉ុន្តែឆ្មាំយាមបដិសេធដោយពន្យល់ប្រាប់នាងថានោះមិនមែនជាអំពើចេញពីចិត្តរបស់នាងនោះទេក្មេងស្រីអស់សង្ឃឹមជាខ្លាំងហើយក៏វិលមកផ្ទះវិញទាំងគ្មានកម្លាំងក្នុងខ្លួននៅតាមផ្លូវដដែលនោះនាងក៏បានប្រទះឃើញកូនឆ្កែតូចមួយក្បាលដេកដួលនៅពីមុខនាងវាមានរងរបួសដែលប្រហែលជាត្រូវអន្ទាក់ហើយមើលចុះជើងរបស់វាដូចជាមានរបួសធ្ងន់រហូតមិនអាចដើរទៅមុខបានទៀតថ្វីបើលើកនេះនាងប្រញាប់ត្រឡប់ទៅផ្ទះវិញក៏ដោយប៉ុន្តែស្រីតូចហាក់មិនដាច់ចិត្តនឹងកូនឆ្កែមួយក្បាលនោះសោះដោយសារតែសេចក្តីអាណិតនាងក៏ដើរទៅរកបងរុំរបួសមករុំឲ្យវាយ៉ាងយកចិត្តទុកដាក់បំផុតនាងកើតចិត្តអាណិតដល់កូនឆ្កែកំសត់រហូតស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនហើយនាងក៏ងើបមុខឡើងយកដៃជូតទឹកភ្នែកចេញពីផ្ទៃមុខដ៏តូចច្រឡឹងរបស់នាងរំពេចនោះស្រាប់តែស្រីតូចភ្ញាក់ផ្អើលជាខ្លាំងនាងឃើញបុរសយាមទ្វារឋានសួគ៌កំពុងតែឈរនៅចំពីមុខរបស់នាងព្រមទាំងហុចកូនសោមួយដាក់ក្នុងដៃនាងយ៉ាងស្ងៀមស្ងាត់ក្មេងស្រីភ្ញាក់ផ្អើលរួចនិយាយឡើងលោកពូខ្ញុំពុំមែនជួយកូនឆ្កែមួយក្បាលនេះព្រោះតែចង់បានកូនសោនោះទេអ្នកយាមទ្វារញញឹមរួចអង្អែលក្បាលនាងតូចថ្នមព្រមពោលឡើងកូនសោទឹកឆ្លងទៅកាន់ឋានសួគ៌នេះគឺសម្រាប់ឲ្យមនុស្សចិត្តល្អប្រពៃមានគុណធម៌ស្មោះត្រង់ប្រព្រឹត្តដោយសត្វចិត្តនិងមិនគិតចង់បានអ្វីតបស្នងមកវិញឡើយ